បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងមកនិយាយអំពីការចំតុងទៀតហើយដោយយើងថ្ងៃនេះគឺយើងមកនិយាយអំពីការមិនហ៊ានចំណាយតែយើងចង់បានចំណេះជំនាញហើយនឹងចំណូលទេបងប្អូនអញ្ចឹងវាអត់សមាមាត្រនឹងគ្នាបងប្អូនបើសិនជាបងប្អូនគិតថាចង់បានចំណេះចង់បានជំនាញចង់បានចំណូលពីការចំតុងអញ្ចឹងបងប្អូនទៅហ៊ានចំណាយបងប្អូនសួរថាក្នុងការចំណាយទៅលើអ្វីមិនចំណាយទៅខុសគោលដៅទេបងប្អូនយើងចំណាយទៅលើការទិញកូនតុងហ្មងវាចំគោលដៅពពោះយើងរៀនចំតុងយើងចង់ចំតុងចឹងហើយយើងត្រូវតែចំណាយលុយទៅទិញកូនតុងទៅមកចិញ្ចឹមហើយនៅក្នុងការចិញ្ចឹមវាអត់អីពិបាកប៉ុន្មានណាបងប្អូនហើយបើដូចបងប្អូនខ្លះគាត់ឃើញតែគេចិញ្ចឹមបានគាត់ជឿចង់ចិញ្ចឹមតែគាត់មិនហ៊ានទិញទៅចិញ្ចឹមខ្លាចចេះខ្លាចចុះអាហ្នឹងដូចពាក្យគេថាខ្លាចទៅថ្ងៃស្លាប់បងប្អូនចឹងហើយបានថាបើយើងមិនមានការចំណាយទៅលើការទិញកូននេះមកចិញ្ចឹមក៏ដូចជាការដែលសាក់លបងឬក៏ធ្វើទៅអានោះយើងអត់ដឹងបងប្អូនយើងអត់ដឹងរហូតដល់ថ្ងៃដែលយើងស្លាប់ទៅវិញយើងអត់ដឹងថាហ្នឹងគឺចិញ្ចឹមបែបម៉េចយើងនៅតែលឺតែគេថាយើងនៅតែអីយើងអត់ដឹងផ្ទាល់ខ្លួនឯងតើបងប្អូនចំណាយលុយមកទិញកូនតុងទៅចិញ្ចឹមនេះបងប្អូននឹងទទួលបានបទពិសោធន៍គឺការបញ្យល់ការប្រាប់ពីខ្ញុំដោយមិនចំណាយលុយសំបីតែ100ក្នុងការរៀនខ្ញុំតម្រាំខ្ញុំចំទុកបានប៉ុណ្ណេះខ្ញុំត្រូវចំណាយលុយទៅរៀនបងប្អូនតែសម្រាប់បងប្អូននេះគឺខ្ញុំអត់ឲ្យបងប្អូនចំណាយលុយទៅរៀនទេគឺឲ្យបងប្អូនហ្នឹងចំណាយលុយមកទិញកូនតុងទៅដើម្បីរៀនខ្លួនឯងហ្មងមិនបាច់ចំណាយពេលមករៀនអត់ប្រយោជន៍ទេបងប្អូនទិញកូនតុងទៅបងប្អូនមានពេលធ្វើការរកស៊ីបដាបងប្អូនរៀនចំវាបដាស្រង់បទពិសោធន៍បដាអញ្ចឹងបងប្អូននឹងទទួលបានផលតែបងប្អូនគាត់ថាចាំមករៀនឲ្យចេះសិនចាំយកទៅធ្វើពីព្រោះពាក្យថារៀនបងប្អូនរៀនមិនងាយចេះរៀនទៅថ្ងៃស្លាប់ទៅវិញក៏មិនចេះអស់ដែរអញ្ចឹងហើយបានជាខ្ញុំមិនសូវជាលើកទឹកចិត្តបងប្អូនមករៀនប្រហែលទេពីព្រោះគាត់ថាចំណាយសហុយមករៀនបងថ្លៃរៀនខាតពេលវេលាតែបងប្អូនទៅទិញកូនតុងទៅបងប្អូនរៀនបដាខ្ញុំបញ្យល់បន្ថែមបដាប្រាប់បដាបងប្អូនមិនភ័យខ្លាចទៅខ្ញុំទិញកូនតុងទៅអត់មករៀនចឹងបរៀនអត់អស់ហើយបរៀនដូចតែគ្នាបងប្អូនគឺទ្រឹស្ដីអនុវត្តផ្ទាល់ទៅនៅលើយើងកលឹះបន្ថែមហើយការបរៀនពីខ្ញុំបរៀនពីការធ្វើអាងការផ្លាស់ដូរទឹកឲ្យចំណីប្រើថ្នាំបដិព្យាបាលតែប៉ុណ្្នឹងឯងការថែទាំគឺនៅលើបងប្អូនមិនថាខ្ញុំបរៀនតែប៉ុណ្្នឹងហើយទៅដល់ជោគជ័យអត់ទេការជោគជ័យឬមិនជោគជ័យវាអាស្រ័យលើយើងផ្ទាល់ខ្លួនយើងតាំងចិត្តបានប្រមាណ%ធ្វើបានប្រមាណ%ព្រោះថាតម្រាំបានផលមួយគឺមិនមែនស្រួលដូចយើងគិតដូចយើងមើលឃើញស្ដែងភ្នែកថាឃើញតែគេបានផលហើយចង់ធ្វើតាមគេអត់ទេយើងត្រូវតែមានបទពិសោធន៍របស់យើងចំណេះដែលទទួលបានគេមិនទៅតែបន្ថែមជាមួយជំនាញនិងការប៉ិនប្រសពរបស់យើងទៀតបើយើងអាចទទួលបានផលលទ្ធផលល្អបងប្អូនមិនមែនគេថាឃើញគេចិញ្ចឹមបានតែរៀនគេដឹងតែចិញ្ចឹមបានដូចគេអត់ទេហ្នឹងបងហើយបងប្អូនត្រូវការកូនតុងសាច់យើងមានច្រើននេះដល់ពូជក៏យើងមានបងប្អូនត្រូវការយើងគ្រប់គ្រងបានគ្រប់ចំនួនមិនថាតិចឬក៏ច្រើនកូនតុងឬកូនតុងសាច់យើងមានរាប់តោនកូនតុងយើងមានរាប់ម៉ឺនចំណីឆ្នាំយើងមានទាំងអស់បងប្អូនត្រូវការទៅបានទីតាំងរបស់យើងនៅខេត្តកំពង់ឆ្នាំងបាទអរគុណបងប្អូន